ចាចឹងខ្ញុំសូមនមស្ការដល់គុណព្រះរតនត្រ័យមានព្រះពុទ្ធពធព្រះសង្ឃហើយថ្ងៃនេះគឺខ្ញុំមានឱកាសបានសួរលោកគ្រូជាថ្មីម្ដងទៀតហើយសំណួរខ្ញុំហ្នឹងនៅពេលដែលខ្ញុំខឹងប្តីខ្ញុំតែងតែនឹកឃើញលោកគ្រូអញ្ចឹងនៅពេលដែលនឹកឃើញលោកគ្រូទៅថាទោសៈវាជាភ្លើងដុតកម្ដៅចិត្តអញ្ចឹងហើយពេលទោសៈមកហ្នឹងមិនប្រកាសថាចាប់គាត់មុនចិត្តទេគេថាទោសៈហ្នឹងគាត់លោតមកមុនខ្ញុំដឹងអញ្ចឹងនៅពេលដែលលោតមកហើយចាប់ពេលខ្លះក៏ចាប់ជាប់ពេលខ្លះចាប់មិនជាប់ប៉ុន្តែដែលមានសតិហើយមានលោកគ្រូជាប្រធានទៅនឹកឃើញលោកគ្រូបានបង្រៀនថាទោសៈហ្នឹងគឺជាភ្លើងប៉ុន្តែនៅតែចាប់មិនជាប់អញ្ចឹងក៏ចង់ឲ្យលោកគ្រូជួយដោះស្រាយមិនថាមិនមែនមិនដឹងទេប៉ុន្តែដឹងខ្លះដែរដឹងអត់ច្បាស់រឿងបញ្ហាខ្ញុំរាល់ថ្ងៃខ្ញុំព្យាយាមប្រកាន់នៅសិល5ប៉ុន្តែបញ្ហាសម្រាប់សត្វហ្នឹងគឺខ្ញុំព្យាយាមដើរចេញប៉ុន្តែប្តីខ្ញុំថាតាំងពីជឿព្រះមកហូបធ្វើអត់ឆ្ងាញ់ទេត្រីទិញតែត្រីងាប់ទេហើយប្តីខ្ញុំថាណាចិញ្ចឹមប្រពន្ធចិញ្ចឹមឬក៏គាត់អ្នកចិញ្ចឹមដល់ពេលហើយរៀលដាលដល់អញ្ចឹងទៅខ្ញុំរៀងចង់កើតការប្រកាន់ប៉ុន្តែដាក់ចិត្តទៅវិញក្នុងករណីឲ្យប្តីថាហេតុតែប្តីមិនដឹងអញ្ចឹងក៏ប៉ុន្តែចង់ឲ្យលោកគ្រូជួយដោះស្រាយត្រង់ថាប្តីគេនិយាយចឹងហើយគេនៅប្រកាន់ខឹងយើងហើយបើយើងនៅកាន់ភ្ជាប់គេនៅខឹងយើងហើយអញ្ចឹងខ្ញុំចង់សួរលោកគ្រូថាតើគួរដោះស្រាយយ៉ាងម៉េចបើសិនជានៅប្រកាន់សិល5ហ្នឹងហើយថ្ងៃក្រោយគេឈប់ឲ្យលុយខ្ញុំហើយគិតមិនលោកគ្រូអញ្ចឹងចង់ឲ្យលោកគ្រូកៃឡូមានវិធីអីអញ្ចឹងណាលោកគ្រូបណ្តែតាមខ្ញុំគិតខ្លួនឯងវាអត់មានវិធីអញ្ចឹងមានតែសួរយោបល់លោកគ្រូមើលតើអាចមានវិធីសាស្ត្រអីអាចសម្រួលបានរឿងហ្នឹងហើយសំណួរទី2គឺខ្ញុំមានមិត្តភ័ក្តិនៅពេលដែលគេមានបញ្ហាខាងលុយកាក់អីចឹងទៅនៅតែចិត្តអត់ដាច់មានចិត្តជួយគេពេលខ្លះដល់ពេលយើងនិយាយឲ្យច្បាស់ថាយើងឲ្យគេខ្ចីដល់ពេលគេលងទឹកហើយយើងគិតថាបើមិនឲ្យទេខ្លាចគ្នាវាលងទឹកអញ្ចឹងឲ្យគេខ្ចីប៉ុន្តែដល់ពេលគេអត់ចង់ឲ្យយើងវិញយើងចង់លងទឹកដែរលោកគ្រូប៉ុន្តែបងខ្ញុំគាត់ថាអាហ្នឹងមកពីខ្ញុំជំពាក់កម្មពីគេអញ្ចឹងខ្ញុំចង់សួរលោកគ្រូថារាល់ពេលដែលខ្ញុំធ្វើល្អចំពោះមនុស្សម្នាក់ហ្នឹងដូចជាលោកយាយដែលខ្ញុំបានយកចិញ្ចឹមគាត់មកដែលគាត់អត់មានក្រុមគ្រួសារយកមកមើលថ្នមថែគាត់មានអ្នកមើលថែមានអីយើងដូចថាទំនុកបំរុងសពបែបយ៉ាងបំរើគាត់ទៀតហើយបងខ្ញុំថាបងខ្ញុំទៀតហើយបងគាត់ថាអាហ្នឹងមកពីខ្ញុំជំពាក់កម្មពីគេអញ្ចឹងបើសិនជាពាក្យហ្នឹងអញ្ចឹងខ្ញុំពិចារណាខ្លួនឯងដែរព្រោះខ្ញុំចេះមិនសូវច្បាស់លោកគ្រូចារណាហ្នឹងអញ្ចឹងរាល់អំពើល្អទាំងអស់ដែលយើងត្រូវដាក់ចិត្តទៅករណាជួយគេហ្នឹងត្រូវតែជំពាក់កម្មពីគេឬក៏យ៉ាងម៉េចដែរលោកគ្រូអញ្ចឹងសូមលោកគ្រូឆ្លើយដោយករណាព្រោះអីកូនសិស្សរៀងថាលោកគ្រូថាចំមិនសួរចឹងរៀនយូរណាស់ហើយអញ្ចឹងសូមលោកគ្រូមេត្តាអធិស្ឋានលោកគ្រូមុនលំចាស់សិនបើអានមោទនីមិញហ្នឹងអាត្មានិយាយចប់ផ្លេចពេលចាប់ផ្ដើមសរសើរពីគុណព្រះអង្គបេកភ្លៀងច្រាស់ថ្លាញោមមិនបារមីណាមិនចាំបារមីបាទពេលសរសើរពីគុណព្រះអង្គទ្រង់ពនាមហោហាយចឹងមកស្រាប់តែមេឃឈូចឹងណាបាទឥឡូវបាត់ហើយញោមបាទនៅតិចប៉ុនមិនហ្នឹងនឹកឃើញគុណព្រះអង្គអញ្ចឹងទៅក៏តាមដានសំណួរមិនអត់ទាន់ច្បាស់មិនសួររឿងប្តីអត់ឲ្យលុយអញ្ចឹងបាទរឿង5បើយើងអត់បន្តធ្វើថ្ងៃក្រោយខ្លាចគេលែងឲ្យលុយបាទខ្លាចគេឲ្យបាទខ្លាចគេលែងឲ្យលុយបាទ
តាមពិតទៅញោមបាសិកាលំពេជ្រសវណ្ណគឺដូចរៀបរាប់ខាងដើមអញ្ចឹងគឺច្បាស់លាស់ហើយបាទគឺមិនខ្លាចទេមានលោកគ្រូជាធំអញ្ចឹងណាញោមមានលោកគ្រូជាប្រធានបាទមានលោកគ្រូជាប្រធានជាទីពឹងមួយគឺថាច្បាស់លាស់ស្ដាប់ធម៌យល់ហើយសូម្បីលោកគ្រូទៅនៅរស់ក៏ទៅជាមួយស្ដាប់តន់អញ្ចឹងមកញោមបាទគឺសរសើរញោមបាទគឺមានការច្បាស់លាស់មែនតើដូច្នេះរឿងរសាសិល5ហ្នឹងថ្ងៃក្រោយទៅឈប់រសាហ្នឹងគឺបើរសាសិល5ខ្លាចស្វាមីអត់ឲ្យលុយណាបើរសាសិល5ទៅខ្លាចស្វាមីអត់ឲ្យពេលឈប់រសាពេលរសាគេអត់ឲ្យលុយពេលរសាគេផ្ដាច់អញ្ចឹងញោមហ៎បាទពេលយើងរក្សាទៅយើងមានអារម្មណ៍ជ្រះថ្លាប៉ុន្តែពេលដែលយើងដាច់បាណាទៅយើងខ្លាចបាបហ្នឹងហើយដល់ពេលយើងខ្លាចបាបហើយខ្លាចប្តីមធ្យមឯងងុំព្រះអង្គខ្លាចអត់លុយអញ្ចឹងរឿងហ្នឹងតើតែអ្នកមានគ្រួសារបានត្រូវអញ្ចឹងមានលោកគ្រូឯទី5លោកគ្រូមុនចាំខ្ញុំសូមឱកាសពីបងគ្រូហើយនឹងសូមឱកាសពីលោកគ្រូបន្តិចតាមពលលោកគ្រូចង់សរុបចុងក្រោយគាត់ថាខ្ចីមាត់បងប្អូនធ្វើសិនតាមពិតទៅគាត់អ្នកសួរហ្នឹងគាត់មិនមែនអត់ដឹងទេប៉ុន្តែគាត់ដើម្បីបង្កបរិយាកាសហ្នឹងដល់ធម្មជាតិផ្សេងទៀតដើម្បីឲ្យគាត់មានកាលណាគាត់មានអធ្យាស្រ័យនឹងស្ថានភាពដូចគាត់អញ្ចឹងគាត់អាចយកទៅបប្រតិបត្តិបានធម្មតានៅពេលណាដែលមានគ្រួសារស្វាមីគាត់គិតផ្សេងដែលគាត់គិតថាមិនដឹងថាសិលនឹងស្អីផងអញ្ចឹងនៅពេលណាដែលគាត់មិនដឹងអញ្ចឹងយើងប្រៀបធៀបទៅកាលជំនាន់ព្រះសម្មាសម្ពុទ្ធដូចជាភរិយារបស់កុកកដមិត្តពីដើមឡើយគាត់ដូចថាជាអរិយបុគ្គលដែលគាត់បានយល់ដឹងនៅក្នុងពធរបស់ព្រះសម្មាសម្ពុទ្ធយើងនិយាយហៅថាជាបុត្រីរបស់ព្រះសម្មាសម្ពុទ្ធប៉ុន្តែកុបកដមិត្តរស់ស៊ីសម្លាប់សត្វហ្នឹងយូរមកហើយប៉ុន្តែហេតុអ្វីបានជានៅពេលដែលភរិយាហ្នឹងដែលគាត់ជាបុគ្គលម្នាក់សមាទិដ្ឋិហើយប្តីប្រើឲ្យធ្វើអីក៏គាត់ធ្វើដែរអញ្ចឹងរយៈពេលកាលរាប់សិបឆ្នាំរហូតដល់មានកូនច្រើនអ្នកដែររហូតទៅដល់គាត់មិនដែលគិតថាភរិយារបស់គាត់ហ្នឹងជាបុគ្គលម្នាក់ដែលយល់ដឹងនៅក្នុងហ្នឹងទេអញ្ចឹងខ្ញុំគិតថាបើសិនជារឿងគាត់ចង់ដឹងពីរឿងហ្នឹងខ្លាំងមានន័យថាយើងក៏បីធ្វើតាមអ្វីដែលជារឿងរ៉ាវដែលកើតឡើងនៅក្នុងជំនាន់ពុទ្ធកាលហ្នឹងខ្ញុំធ្លាប់ស្ដាប់បាទបើប្តីប្រើឲ្យយកធ្នូបាញ់យកទៅឲ្យប្តីនៅបំពេញតួនាទីជាភរិយាហើយក្នុងករណីដែលគាត់លើកមកមិញនេះគឺជាឧបាយមួយដែរមានន័យថាបើសិនជាយើងមិនសូវច្បាស់ទេជាប់នៅក្នុងរស់នឹងដែរមានន័យថាយើងចូលដៃចូលជើងជាមួយស្វាមីទៅសម្លាប់ត្រីអីចឹងទៅឧទាហរណ៍ថាដើម្បីបំពេញនៅការចង់បានរបស់គាត់យើងទៅសម្លាប់ត្រីដើម្បីឲ្យបានជាម្ហូបឆ្ងាញ់របស់គាត់អាហ្នឹងយើងដើរផ្លូវខុសហើយមានន័យថាយើងអត់មានឧបាយក៏ប៉ុន្តែបើនៅពេលណាដែលយើងមានឧបាយហ្នឹងឧទាហរណ៍ថាខ្ញុំឧទាហរណ៍ថាកាលខ្ញុំទៅស្រុកខ្មែរធ្វើកម្មវិធីនៅខេត្តកំពង់ឆ្នាំងគាត់ត្រូវការស្លទឹកស្លនំបញ្ចុកហើយពេលនោះទៅផ្សារអញ្ចឹងឃើញចុងភៅគាត់ថាគាត់គេវិជាគាត់មកដែរគាត់ថាយកអាណាស្រស់អាណារស់អាហ្នឹងមិនឆ្ងាញ់អញ្ចឹងពេលនោះខ្ញុំក៏ទៅជាមួយគាត់ដែរខ្ញុំឃើញថាត្រីភាគច្រើនដែលមកហ្នឹងគឺវានៅរស់នៅក្រោយអាណាងាប់នៅខាងមុខអញ្ចឹងយើងក៏បីមានឧបាយសួរគាត់ថាត្រីហ្នឹងស្លាប់យូរឬក៏ងាប់យូរឬក៏ត្រីហ្នឹងនៅរស់ដែរយើងសួរគាត់អញ្ចឹងណា
nơi có tháng ảnh nắng tam bữa tới vì muốn rùa đấy bên tay tôm ngọt bật mình đi chân sạch với có mình on này chân như có bay prao bay cái lại năng tha nó bên này để dân vô tây năng ta thua tất cả nó bị chấp dân còn là prao có tha tây năng sọt sọt thì chân bên lúc chiều bay môi bao dương đào dương ọt ban từ giấy tháo trâu sầm lặt tây năng máu đào bay nhom vô tất cả nó bị chấp hay nè đại tu tiên u tiểu là đôi xoa mây cái phương chứ đại quan tu tiên có con men tôi khơi tha tây năng ngọt hào hay còn tại dương ai mới một bay prao có tha tây năng sọt sọt bạn chẳng bờ sân chỉ bong pin chếtในขนมนั้นคือประทานเครื่องtới ai banช่างไง ខ្ញុំសុំកាត់ប្រសាសន៍បងតិចសុំកាត់ប្រសាសន៍តិចប្តីខ្ញុំគ្រាន់តែអាទឹមស្លាប់ទឹមងាប់នឹងក៏គាត់ដឹងរសជាតិដែរ អញ្ចឹង ខ្ញុំរហូតដល់ខ្ញុំទៅផ្សារចាំមើលអាណាទឹមងាប់ដែរស្អាតទៅហើយដូចរៀងសាច់រៀងស្រស់ដែរហ្នឹងមិនណែនៅតែដឹងគាត់នៅតែដឹងគាត់ធ្លាប់នេសាទពីមុនដែរអត់ទេប្រហែលដាតគាត់មានបញ្ហាកន្លែងនិយាយទៅកន្លែងចំណុចនេះវាជាការពិបាកមួយនៅក្នុងគ្រួសារដែរបើសិនជាយើងមានហេតុផលគ្រប់គ្រាន់ឧទាហរណ៍ណាឥឡូវយើងនិយាយឧទាហរណ៍ថាខ្ញុំភរិយាខ្ញុំចុះពីដើមឡើយគាត់មិនដែលចេះស្លសម្លខ្មែរយើងទេគាត់ធំដឹងក្តីនៅស្រុកនេះចឹងអ្វីដែលគាត់ទទួលទានគឺប្រហូបបារាំងក៏មិនដែរខ្ញុំមិនមែនបានគាត់ភ្លាមមកខ្ញុំបញ្ចុះបញ្ចូលគាត់ថាត្រូវតែស្លសម្លខ្មែរដែរខ្ញុំនិយាយនៅទីនេះខ្ញុំមិនប្រកបបជាថាកព្រឿងធ្វើតាមខ្ញុំនេះក៏ប៉ុន្តែយើងក៏បីមានឧបាយយ៉ាងម៉េចយើងបញ្យល់បាទគាត់នៅមុខនេះអត់និយាយដើមខ្ញុំសុំកាត់បងហើយក៏សុំជំរាបលោកគ្រូថាឧបាយនឹងប្រើច្រើនហើយរាល់ថ្ងៃមានតែមួយយ៉ាងឯងសុំបនដែលខ្ញុំធ្វើឡើងមកសុំបន្ទន់ចិត្តប្តីដូចអស់ឧបាយដូចអស់បាយដូចថាបនដែលយើងធ្វើសុំបន្ទន់ចិត្តគាត់អញ្ចឹងសរុបមកវិញថាមានន័យថាគាត់ចង់បានអ្វីដែលថ្មីមិនចឹងហ៎ដូចត្រីអញ្ចឹងស្រស់បានគាត់ចូលចិត្តតាមពិតទៅយើងអាចរកពេលណាមួយយើងបញ្យល់មួយគាត់ណាព្រោះប្តីប្រពន្ធយើងស្មោះត្រង់នឹងគ្នាយើងអាចនិយាយប្រាប់គាត់ទៅថាឥឡូវចេះបងខ្ញុំដឹងថាបងជាអ្នកតែចង់បានត្រីដែលថ្មីស្រស់ហើយខ្ញុំក៏ចូលចិត្តដូចគ្នាដែរអញ្ចឹងយើងអាចប្រើឧបាយប្រៀបធៀបថានៅពេលណាដែលឧទាហរណ៍ថាបងក៏ចូលចិត្តសេចក្តីល្អដែរមិនអញ្ចឹងណាយើងមិនបាច់ចាំនិយាយថាសិលទេព្រោះធម្មតានៅក្នុងពិភពបឋមជនយើងនេះពេលណាដែលយើងនិយាយឧទាហរណ៍ថាសិលគឺវាស្ដាប់អត់ចូលអញ្ចឹងនៅពេលណាដែលយើងបង្វែរពាក្យហ្នឹងតាមពិតអត្ថន័យតែមួយក៏ប៉ុន្តែបើសិនជាយើងសុំយូរទេគ្រូយើងបង្វែរនៅការនិយាយហ្នឹងឲ្យទៅជាពាក្យសាមញ្ញធម្មតាថាឧទាហរណ៍ថាបងក៏ចូលចិត្តខ្ញុំដឹងថាបងពេញចិត្តនឹងរសបែបហ្នឹងត្រីស្រស់ឆ្ងាញ់ខ្ញុំក៏ចូលចិត្តដែរតែបងមានដែរឆ្ងល់តើហេតុអីបានខ្ញុំវាចាក់នៅរបស់ណាដែលរសហើយយកមកទទួលទានសួរគាត់វិញចាប្តីខ្ញុំបញ្យល់អស់ហើយគាត់មិនស្រួលឌីលនឹងព្រះជឿទៀតឡើយគាត់ថាលងងអាហ្នឹងគេធ្វើហូមកសម្រាប់ស៊ីគាត់ថាអញ្ចឹងហើយបើតាមខ្ញុំគិតគ្មានអីចម្លែកទេចាអាហ្នឹងខ្ញុំគិតចាទីមួយគ្មានអីចម្លែកទេគាត់ត្រូវតែនិយាយបែបហ្នឹងព្រោះឧបនិស្ស័យផ្សេងគ្នាចាហើយឥន្ទ្រីរបស់គាត់ចង់និយាយថានៅក្នុងដែលនៅក្នុងឥន្ទ្រីរបស់គាត់សទ្ធាវិរិយៈហ្នឹងគឺគាត់បានគិតដល់កន្លែងហ្នឹងឯងកាលដែលគាត់គិតបែបហ្នឹងខ្ញុំថាត្រូវហេតុអីព្រោះអត់មនុស្សដែលមិនអាចមានសទ្ធាមានសេចក្តីព្យាយាមនៅក្នុងការដឹងសេចក្តីល្អបានយើងឲ្យគាត់មកធ្វើល្អវាខុសហើយប៉ុន្តែដូចខ្ញុំថាអញ្ចឹងថាកាលណាស្វាមីកព្រឿងយល់អំពីគុណតម្លៃដែលយើងជាភរិយាខ្ញុំគិតថាពេលនោះគឺប្រកាសជាគាត់អាចផ្លាស់ប្ដូរបានឧទាហរណ៍ណាមានតែបនជួយបាទក៏ប៉ុន្តែនៅពេលណាដែលឧទាហរណ៍ថាគាត់មិនបានយល់អំពីទួនាទីដែលយើងជាភរិយាទេខ្ញុំគិតថានៅពេលដែលគាត់មិនបានឃើញពីតម្លៃហ្នឹងខ្ញុំគិតថាគាត់មិនងាយបដូរទេឥឡូវដូចឧទាហរណ៍ដូចគ្រូតែងតែសម្ដែងធម្មកថាជាច្រើនដែលនិយាយថាផ្ទះស្ត្រីនឹងនៅឆ្ងាយប៉ុណ្ណាក៏ដោយទោះបីទឹកលិចស្ពានបាក់ទឹកក៏ជ្រៅប៉ុណ្ណេះឲ្យបានទៅជួបគូសង្សារមានន័យថាគាត់ចង់បានមែនទេមិនចឹងខ្ញុំឯកភាពបងព្រោះខ្ញុំក៏តែងតែនិយាយថាប្តីប្រពន្ធមានមួយសំណាងមួយអត់សំណាងមួយស្រឡាញ់គេខ្លាំងមួយស្រឡាញ់គេតិចចឹងវាកម្រនឹងអាចស្មើគ្នាចឹងបើអ្នកណាស្រឡាញ់ខ្លាំងជាងអ្នកនឹងតាមគេហើយ
ចឹងខ្ញុំស្រឡាញ់ប្តីខ្ញុំហ្នឹងជាងប្តីខ្ញុំស្រឡាញ់ខ្ញុំចឹងហើយប្តីខ្ញុំហ្នឹងគាត់កម្រនឹងតាមខ្ញុំណាស់ ឥឡូវចុះខ្ញុំគិតថាទុកឲ្យលោកគ្រូចុះ ចា សូមលោកគ្រូចុះ ចា ហ្នឹងហើយស្ដាប់មើលទៅដូចពិបាកដោះស្រាយដល់ណាបងសូមបីបង្គោលឲ្យជួយបានមើលទៅហ្នឹងហើយបញ្ហានេះអត់មានអ្នកណាដោះបានមានតែអូនអ្នកដោះបើសិនជាដូចបងមានប្រសាសន៍អញ្ចឹងបើសិនជាយើងមានតម្លៃគ្រប់គ្រាន់គាត់មិនមើលឃើញត្រឹមតែរសនៃម្ហូបហ្នឹងទេគាត់មើលឃើញរសនៅក្នុងខ្លួនរបស់យើងប៉ុន្តែបើសិនជារសក្នុងខ្លួនរបស់យើងអត់មានទេគាត់ច្បាស់ជាត្រូវការរសត្រីហ្នឹងឯងចាណាអូន ហងថ្ងៃខ្ញុំគិតថាវាអាចមានរសប្រហែលគ្នាព្រោះគាត់មិនតលែងខ្ញុំចោលព្រោះគាត់នៅវិចារណាតាមខឹងរឿងត្រីហ្នឹងប្រហែលជាលែងចោលហើយប៉ុន្តែប្រហែលជារសជាតិពីរហ្នឹងវាស្តៀងគ្នាពងវិចារណាចឹងបើបនមានខ្ញុំគិតថារឿងហ្នឹងមិនតែគាត់ថាវាពិបាកនឹងរកវិធីព្រោះសាក់ដោះស្រាយហើយនឹងព្យាយាមច្រើនហើយប៉ុន្តែគាត់ថាយើងល្ងងព្រោះអ្វីដែលគេធ្វើមកដូចជាម្ហូបចំណីអាហារទាំងអស់ហ្នឹងគឺសម្រាប់យើងហូបចុកហើយបើមិនហូបទេហើយសូម្បីយើងឧទាហរណ៍ទៅប្រសងទៅអីគាត់ថាបើយើងមិនធ្វើឲ្យមិនប្រសងមានដែរអីចឹងវាកាន់តែវែងឆ្ងាយហើយកាន់តែបញ្យល់ទៅវាកាន់តែទោសៈមកគាត់វាបាបគាត់កាន់តែវែងចឹងរាល់ថ្ងៃនេះខ្ញុំរកវិធីដែរតែខ្ញុំរងថ្ងៃហ្នឹងដូចថាយោងថាទៅលើប៉ុនណាទី1ទី2យោងទៅលើយើងនឹងមានសម្រស់ដែរគេមិនទាន់លែងចោលអាហ្នឹងឯងរស់ខ្លះដែរ អញ្ចឹងយោងបានពីហ្នឹងរាល់ថ្ងៃលោកគ្រូព្រោះគេនៅឲ្យលុយយើងទៅតាមខឹងគេលែងឲ្យហើយយើងនៅមានរស់ដែរ ប៉ុន្តែអានេះតាមបងគិតអាហ្នឹងមកវាយើងវាចង់ដែរយើងចង់បានរបស់គេដែរអញ្ចឹងឲ្យបានជាយើងហ្នឹងហើយអ្វីដែលអូនចង់បានគឺថាចង់តម្រូវចិត្តគេពីព្រោះខ្លាចបាត់បង់អីមួយអញ្ចឹងខ្លាចបាត់បង់លុយធម្មតាអាលុយហ្នឹងយើងគ្រាន់តែនិយាយថាវាអញ្ចឹងទេតែគាត់ថាប្តីប្រពន្ធយើងរស់នៅមួយគ្នាយើងអត់ចង់បែកបាក់ព្រោះបើខ្ញុំបែកពីមួយខ្ញុំទៅយកមួយទៀតបានលុយដូចគ្នាទេបង ប៉ុន្តែយើងវាអត់ចង់បែកបាក់ចឹងហើយយើងព្យាយាមរកវិធីតែបើរឿងលុយខ្ញុំដឹងថាទៅយកមួយទៀតប្រកាសជាបានលុយដែរហើយចាមិនសំខាន់ទេតែគាត់នេះជ័យចឹងដោះស្រាយអូនឆ្លាតច្រើនអូនអាចដោះស្រាយបងដឹងថាអូនអាចដោះស្រាយបានប៉ុន្តែគ្រាន់តែចង់សួរបងប្អូនយើងឲ្យជួយជួនកាលទៅអាចមានឧបាយផ្សេង កាប់ចិត្តវាពិបាកដល់ដែរដោយសារគាត់ខឹងមែនតែដូចថាយូរម្ដងអញ្ចឹងប៉ះតែយើងធ្វើត្រីគឺគាត់ខឹងហើយអញ្ចឹងខ្ញុំព្យាយាមអត់សូវមានធ្វើត្រីទេរាល់ថ្ងៃហ្នឹងព្យាយាមសាច់នេះសាច់នោះសាច់នេះសាច់នោះអញ្ចឹងទៅហើយថ្ងៃមុនខ្ញុំខំប្រឹងទិញត្រីពីស្រុកខ្មែរមកវាងាប់ហើយអញ្ចឹងយកមកស្លោហើយខ្ញុំថាឆ្ងាញ់គាត់ថាបើមិនថេញឆ្ងាញ់បើមិនខ្លាចទៅអាត្រីហួរហនហ្នឹងហើយស៊ីអាត្រីងាប់ទៅថាឆ្ងាញ់ហើយគាត់ថាយើងយ៉ាងទៀតយើងក៏កប់យោបល់ទៅ ចឹងឥឡូវឲ្យលោកគ្រូជួយដោះស្រាយចុះអូនកុំឲ្យវែងឆ្ងាយពេក ដឹងណាស់មិនទេគាត់ជួយចិត្ត10ដល់ទៅវាដឹងបើធំស្លអត់ដឹងបាទមែនតែនទៅបើថាស្រួលក៏វាមិនត្រូវណាពីព្រោះព្រះអង្គសម្ដែងឲ្យថាកិច្ចឆោមនុស្សៈបដិលាភោការកើតត្រឡប់មានន័យថាបើនៅក្នុងអបាយភូមិត្រឡប់បានអត្ថភាពជាមនុស្សវិញហ្នឹងគឺបានដោយលំបាកហើយកិច្ចឆੰមច្ចានជីវិតាំងការរស់របស់សត្វទាំងឡាយហ្នឹងក៏ជាការលំបាកហើយបើព្រះថាលំបាកយើងថាស្រួលមិនត្រូវមែនទេបើមិនពិបាករឿងនេះក៏ពិបាករឿងនោះដែរជីវិតហ្នឹងអញ្ចឹងឥឡូវយើងថាយើងមានបញ្ហាហ្នឹងចុះបើដោះស្រាយបញ្ហាហ្នឹងមួយយើងថាអស់បាក់អត់ទេនៅបាក់ផ្សេងទៀតមែនទេហ្នឹងហើយបញ្ហាអីគឺជីវិតហ្នឹងពិបាកអញ្ចឹងហ្មងអញ្ចឹងបានព្រះអង្គអត់នៅ
ហើយយើងមើលមានបញ្ញាប្រហែលប្រពុតសំណាស់ថាព្រះអង្គអាចនៅសប្បាយជាមួយខណ្ឌហ្នឹងដោយព្រះអង្គមានបញ្ញាអាចដោះស្រាយបានបាច់ទៅនៅពៀនទៅអីហ្នឹងប៉ុន្តែព្រះអង្គអត់នៅផងព្រះអង្គឃើញในជីវិតនេះជាទុកស្រាប់តែហើយអញ្ចឹងណាហ្នឹងអញ្ចឹងយើងត្រូវទទួលស្គាល់ថាពិបាកមែនហើយពិបាកវាជន់លើពិបាកប្រខៃណាស្របលោកពិបាកចំពោះតែរបស់ជៀសមិនបានឬទៅដូចចាស់បាក់ឈឺបាក់ហ្នឹងហើយឃ្លានអីហ្នឹងក៏ធ្វើឲ្យកាយពិបាកប៉ុន្តែលោកអត់ពិបាកម្យ៉ាងគឺអត់ពិបាកចិត្តតែយើងពិបាកអាហ្នឹងយើងពិបាកចិត្តទៀតហ្នឹងហើយមេគាពធហ្នឹងគឺដោះបានតែកន្លែងពិបាកចិត្តទេពិបាកកាយដោះមិនបានតិចអង្គុយរៀនធោទៅអត់ទៅធ្វើការអត់រកទទួលទានអីអាចបានអាហារចំអែតតិចអត់ទេអញ្ចឹងបញ្ហានេះវាមិនមែនបញ្ហារបស់បងអូនសវណ្ណតែម្នាក់ទេជាបញ្ហាទូទៅជាពិសេសព្រះអង្គក៏សម្ដែងឲ្យថាសត្វត្រូវគ្នាដោយធាតុនោះហើយកាលណាពងធាតុមិនដូចគ្នាជាការលំបាកព្រះអង្គនិយាយពីធាតុប្តីប្រពន្ធហ្នឹងមានទេវតាប្រុសនៅជាមួយទេពធីតាណាទេវតាស្រីឬក៏ទេពធីតាខ្មោចប្រុសនៅជាមួយខ្មោចស្រីទេវតាប្រុសនៅជាមួយទេវតាស្រីក៏រៀងស្រស់ស្រួលគ្នាខ្មោចប្រុសនៅជាមួយខ្មោចស្រីក៏រៀងស្រស់ស្រួលគ្នាដែរប៉ុន្តែវាស្រស់ស្រួលគ្នាក្នុងន័យខុសគ្នាទាំងថាបើទេវតាប្រុសនៅជាមួយទេវតាស្រីវាស្រស់ស្រួលគ្នានៅក្នុងកុសលហ្នឹងតែបើខ្មោចប្រុសនិងខ្មោចស្រីនៅជាមួយគ្នាក៏ស្រស់ស្រួលគ្នាដែរតែវាស្រស់ស្រួលនៅក្នុងអកុសលគាត់ថាផឹកអស់គ្នាថាស្លាប់អស់គ្នាហ្នឹងដើរលេងអស់គ្នាបាយមុខអស់គ្នាហើយក្លហាមអស់គ្នាអញ្ចឹងទៅវាអត់មានបន្ទោសពីណាហ្នឹងហើយតោះរៀងតតឹងទឹះគ្នាគឺថាទេវតាប្រុសនៅជាមួយខ្មោចស្រីឬក៏ទេវតាស្រីនៅជាមួយខ្មោចប្រុសនឹងក្នុងន័យថាពងខាងក្នុងវាខុសគ្នាទេវតាប្រុសនៅជាមួយខ្មោចស្រីគឺប្តីមានសទ្ធាមានការយល់ត្រូវតែប្រពន្ធអត់អាហ្នឹងមិនបាច់គិតដល់រឿងអីតែប៉ុណ្្នឹងមួយរៀងបាក់បាត់ដែរហ្នឹងហើយតែមួយថ្ងៃមានប្តីស្ដាប់ឲ្យប្រពន្ធមកស្ដាប់ដែរអញ្ចឹងទេកម្រហ្នឹងហើយច្រើនថាមានពេលខ្លះហ្នឹងប្តីស្ដាប់ទៅវិញប្រពន្ធសឡក់ឬក៏ប្រពន្ធទៅស្ដាប់ទៅវិញប្តីសឡក់តែប៉ុណ្្នឹងទោះបីអញឹមពីវត្តទៅមិនក៏ដោយទៅដល់ផ្ទះឃើញសឡក់ដាក់ហ្នឹងហ្នឹងហើយហៅសុភមង្គលអីបាទអញ្ចឹងវាទល់បន្ថែមបច្ចេកទេសព្រោះយើងនៅបកកាយខាងបច្ចេកទេសហ្នឹងអញ្ចឹងបានគ្រាន់ចេះគ្រាន់តែថាមេគាបធរហ្នឹងជាងមេគាដែលដោះស្រាយបានគឺដោះស្រាយតែចិត្តខ្លួនទេតែដោះជំនួសគេហ្នឹងវាអត់បានទេដូចថាឥឡូវដូចបងអូនហ្នឹងសុំឲ្យបន់បន្ទន់ចិត្តគាត់ក៏សុំអត់បានដែរនិយាយមែនណាហ្នឹងហើយពីព្រោះប៉ុនហ្នឹងយើងមានសង្ឃឹមមួយក្នុងហ្នឹងថាសុំឲ្យប៉ុនទៅបន្ទន់ចិត្តគាត់ស្រាប់តែអាយុគាត់ខ្លាំងឡើងសង្ស័យប៉ុនហ្នឹងទៀតពីព្រោះប៉ុននៅក្នុងចិត្តយើងគឺវាទៅប្រក្រាបតែកិលេសក្នុងចិត្តយើងទេវាអត់មានទៅប្រក្រាបក្នុងកិលេសរបស់អ្នកដទៃទេហើយអាចដើម្បីធ្វើឲ្យចិត្តអ្នកដទៃហ្នឹងប្រែប្រួលពីអកុសលវាទល់អកុសលវាកើតនៅក្នុងចិត្តអ្នកដទៃហ្នឹងដែរហ្នឹងអញ្ចឹងដូចថ្នាំអញ្ចឹងវាចូលទៅសម្រាប់មេរោគវាទល់ណាអ្នកលេបហ្នឹងហើយយើងលេបពីនេះទាំងដោយអំណាចខ្ញុំលេបថ្នាំសុំឲ្យរោគគាត់ហ្នឹងអត់គឺវាអត់ត្រូវហ្នឹងហើយរោគអញ្ចឹងដែររោគវាស្លាប់តែរោគណានៅក្នុងខ្លួននៅក្នុងឯងណាដូចជារោគរបេងក៏ដោយរោគគ្រុនពោះវៀនក៏ដោយគឺថារោគកូវីដដែលកាលមុនយើងភ័យខ្លាចទាំងអស់គ្នាហ្នឹងទោះបីវាសាហាវប៉ុណ្ណាក៏ដោយបើវានៅខាងក្រៅអត់មានមកពាក់ព័ន្ធសុខភាពរបស់យើងទេតែវាអាចកំទេចយើងនៅពេលដែលវានៅក្នុងខ្លួនយើងយ៉ាងណាមិញអកុសលដូចគ្នាចឹងដែរអញ្ចឹងមេគាពធនមានទូនាទីសម្អាតតែចិត្តហ្នឹងឯងអញ្ចឹងអត់មានទៅទូនាទីសម្អាតចិត្តអ្នកដទៃទេអត់មានទេខ្ញុំខំធ្វើល្អប៉ុណ្្នឹងហើយមិនក៏គេមើលមិនឃើញមិនក៏គេចេះតែថាខ្ញុំ
ai cho bồng pin chặt kê phong nè mẹ đấy chẳng sum nú xu thà ta cu chơi rơ dạng ná bờ sân chia dân mình tầm rợ tam chặt quạt tới vì ai bạch bạc kia rồi gọi chẳng bên đâu ta cầm rật chặt dân từ đại là ngày vì bọc bạc sum nú đấy chỉ sum nú chơi rơ đấy vì chỉ sum nú chơi rơ bên đâu ta bên to chẳng tiết dụ còn khăn tới ai bạch bạc kia tiệt nó mà tiệt họ là ngày vẫn là sum khan tha dân sờ lạnh ấy chi giống nâng bà ưu tiên họ đôi chỉ riêng Preparom Bodhisattva cả Preparom Bodhisattva với miền sầm nú ở lúc chưa được đại bàn bộ buồn màu chẳng tới hay bộ buồn nứng chơi ta ở bên trận đằng mày khmei hay chơi là thưa bà mày khmei chẳng tới chuồn cao mà hộp hà ấy nứng mày khmei nứng mình ban phơi của búp ấy thế mà luôn ấy chẹp ở đây đó nè ai đâm màu vĩnh bẹp ở đây thay mày khmei nứng ai nè ngày ai chơi là ôi mày khmei quặp ban ngút tực ôi từ chẹp pe tha từ chẹp pe cái đầu pe tha cái đầu pe bên miền chơi tận nà khai lượng nghĩa đạo từ chẹp ôi con sải mến đó ai đập pe lê ở cái đầu khăng pe đạo con sải mến á nè hay cái đầu mến á này con ngất này phong ấy phong con phơi luôn anh cao chẳng tới con chơi là ôi bẹp mai bọn ai nhá quặp trận trời xong bây giờ tức nó thì chẹt pe cái đau pe ná trom bán tờ 4 triệu lốm đâu ơi còn cha hơi chui mờ thai còn từ nè rồi du tới cùng riêng vào đấy thôi bên đâu mùi mai bọn anh tiết nhom nông bán đấy nè nhom tới đó ban có thắng ôn này ôn nâu khmei bảo ôn trình bị bong tới bong chưa chạy thở ôn anh châm luôn này ban tay mà đại bong cha hai còn mai torosi ấy ban thế cái còn chứ sum khăn thì chứ ở đây sum khăn ấy kì hiểu mà là ở đấy nó cho người luôn ấy như chào mai ta hỏi nè chẳng tới có sông tô vinh như chẳng tới hay quát có tôi chúa presama samput bong su sọc tục tới mấy tới ca bạn để ban chấm pua mặt đáy nâng nẹn là từ phơ từ đáy từ rứ bán rai rạp được là ngày ban của ông tha sầm nang là ó đài bên đấy của ba sọ ấy nó chụp tật hà quất bàn sạp rưỡi tại bởi vì muốn lọc đời xa tại bởi muốn nó chào mai mà đón này bán của ông rai rạp rương vì môn máu mà đài nó có lọc chỉ mà đài triệt môn đấy chỉ priêm mà này nó quạt nó chỉ bọt miền bởi buồn máu hay bởi buồn nó sọp mai không mấy nó có đài lòng đài là ngày rồi đường đôi kia chẳng đó là pel you tới khai bộ buồn rột cháo có oi mãi chỉnh nó bị sạch lời dớn đó nghe dớn đó đó là mặt đài nó khâu chặt cái trình đình trình máu bị quặp chuốn cái miền tây bùa tiền cao quạt nấc gặp ở miền tây bùa hề của buồn nữa đó mai trình máu cái miền tây bùa cái tăng đau năm cái hình vậy thế khơi nhá mai bọn ấy những rái cao quạt nấu dương ăn miên cố này rồi quạt từ bắt dương miên cố này quạt trùng rái á quạt lưa năng tiếp với chữ chất đập bồn này chẳng tới quạt ba là cho năng bảy cha mùi nó quạt trâu từ prey khmoi tới rồi các bà khmoi bảy mà vật phơi chực ràn thấy quạt bang là ngon tích sình đại tích còn tích máu quạt màu linh châu khné nông nay thà quạt cất tha sẽ cái đây là o để thơ nó bị ngoa bắt hay không miền pơ là o nào oi phò là oi quạt không sờ lạnh côn tăng bị tôi đau thum sờ môi mùi về bám bán nàyแล้วđó thum tới con miền côn sầm bát ấy sao chắc quạt thà sẽ đây là nó ngoa bắt này quạt bù chia đó của sao là thua để slap chẳng tới có đào đó asana sẽ cả tê và rê tới cả tê và rê còn nên mất thôi chỉ priêm trả mùi này để cho màu chẳng tới su tha priêm mà ấy thôi ấy nhom cùng pung tại bô chia của sao là thua để slap anh tập priêm nó su tha nên chứ bạc đấy tha của sao là thua để thưa hãy về slap bát nó để nhom cùng chứ bạc đấy ban đầu được kịch hướng nhom tấu thưa lõ đó anh men bàn lõ hay không này nên cũng kịch được cho nó sớm nay có đói cô sao là thua mình chơi slap tê mau bị côn rồi bỏ nên rồi bật côn để vẫn nó mấy chậm dương từ thưa ở côn rồi bỏ nên để rồi bật côn và xa rồi bỏ nên từ trâu nó không buồn nó rồi lia tới dưới đây sạch
rồi chẳng tới còn kịch thì thôi chẳng đặt bùi ảnh á nó kịch chẳng tiếc thầm mày đó là ngày đã chẳng tới có thằng priêm ơi bờ priêm miền ít thì pol miền rất này mến khả năng tự phơi giang ná ôi ta côn nhom kia tự tu score nhom bính đâu bà này nè quạt nó priêm nó có từប្រើភាពប៉ិនប្រសពរបស់ខ្លួនឯងបំភ័យកូននឹងឯងដើម្បីកូននឹងភ្ញាក់ខ្លួនឡើងក៏មកយកម្ដាយទៅចិញ្ចឹមវិញណាហើយបើហ្នឹងមិនណាទេគឺពុទ្ធយើងនឹងឯងឃើញទេអ្នកដែលមានឧបនិស្ស័យព្រះអង្គនិយាយបានវាមិនមែនទៅឥឡូវជួបព្រះអង្គពីមុនមកអញ្ចឹងណាសរុបមកវិញដែលខ្ញុំលើករឿងនេះវានៅតែកម្រិតចិត្តយើងឯងតែយើងស្រឡាញ់អីជាងអញ្ចឹងណាហើយស្រឡាញ់កុំដោយមានអ្នកទៀតកុំដោយការចង់ឈ្នះឧទាហរណ៍ថាតូណាទៅអញខ្វល់អញស្រឡាញ់សិលអញជាងប៉ុន្តែគេទៅហើយបាក់ចិត្តអាហ្នឹងស្រឡាញ់ដោយមានអ្នកព្រោះស្រឡាញ់ពិតថាអត់មានអីមកបំបត្តិនៅគុណធម៌គឺសិលនឹងបានទេកុំថាឡើយត្រឹមប្តីយកជីវិតខ្ញុំទៀតក៏អត់ដាច់សិលដែរអាហ្នឹងវាអស់អីព្រួយឯងមិនចឹងបើសិនជាសទ្ធាហ្នឹងវាកើតខ្លាំងអញ្ចឹងណាតែបើសិនជាវាមិនខ្លាំងទេវាទៅបច្ចេកទេសខ្ពស់ហ្នឹងហើយខ្ញុំសុំកាត់លោកគ្រូថាលោកគ្រូមានប្រសាសន៍មិញអស់ចាប៉ុន្តែខ្ញុំបែរទៅជាគិតចេះតាំងគិតថាធ្វើសេចក្តីល្អប៉ុន្តែបើនៅតែគេលែងចោលរកមួយទៀតអាហ្នឹងរឿងរបស់យើងទេចូលបើទៅល្អអស់ចេះគេនៅទៅធ្វើម៉េចចាអត់យកសេចក្តីល្អយកសិលដាច់ទៅខ្ញុំចេះរកខ្លួនឯងដែរបងចាអត់អីរកមួយទៀតគេលោបានក៏សល់ដែរឥឡូវទីហោក៏ទីហោហ្នឹងហើយបាទហើយរួមមួយទៀតក៏ត្រូវតែត្រៀមចិត្តដែរចាត្រៀមមិនលំបាកហ្នឹងបាក់ហ្នឹងផ្សេងចែកមើលណាដឹងហើយដឹងតែក៏ធ្វើនិយាយលេងហ្នឹងឯងហ្នឹងហើយព្រោះវានៅតែតាមយើងឲ្យ priority អីគេណាព្រោះសេចក្តីល្អបាទសេចក្តីល្អតាំងពីក្មេងរហូតមកដល់ពេលនេះខ្ញុំតែងតែដាក់ក្នុងខ្លួនឲ្យតាំងចិត្តឲ្យដើរតាមព្រោះមានមនុស្សជាច្រើនដែលនាំខ្ញុំទៅរហូតដល់នាំខ្ញុំទៅលក់ថ្នាំញៀនទៀតប៉ុន្តែខ្ញុំអត់ធ្វើខ្ញុំតាំងគិតថាពីក្មេងអត់តបានរៀនធម៌តាំងគិតថាធ្វើជាកូនល្អធ្វើជាកូនដែលម៉ែឪមានមោទនភាពហើយធ្វើជាប្រពន្ធល្អធ្វើជាមនុស្សល្អអញ្ចឹងគោលដៅហ្នឹងខ្ញុំដើររហូតគោលអញ្ចឹងគ្រាន់តែថាសួរលោកគ្រូគេលោមានវិធីសាស្ត្រអីអាចប៉ុន្តែដោយលោកគ្រូមានប្រសាសន៍ហ្នឹងពិតត្រឹមត្រូវបើសិនជាវាអត់ជំរឿរកវិធីអស់ហើយមានតែយើងដើរតាមគោលដៅថាសូម្បីតែជីវិតយើងក៏យើងដើរតាមរបស់ព្រះសម្មាសម្ពុទ្ធដែរពីពួកអីកាលណាយើងឃ្លាតចាក់ពីសិលហើយវាវង្វេងបាទហ្នឹងហើយព្រោះវានៅតែលើចិត្តហ្នឹងតែចិត្តថាអត់អីវាអត់អីហើយនៅពេលដែលចិត្តហ្នឹងប្រក់បានល្អប៉ុន្តែគ្រាន់ថាការដែលយើងធ្វើវាត្រូវលះបង់ច្រើនឧទាហរណ៍ដូចជាកាលណាយើងធ្វើអ្វីដែលដៃគូខ្ទាស់អាហ្នឹងដែលយើងទម្លាក់មាននេះចោះច្រើនកុំយកមាននេះទៅឈ្នះអញប៉ុណ្ណឹងដែរអីហ្នឹងអាហ្នឹងមិនស្រួលទេហ្នឹងឥឡូវទម្លាក់ឯងលោកគ្រូព្រោះអីចិត្តអីស្បាយឲ្យចាំកាលទៀតបាទហ្នឹងហើយហើយសំណួរមួយទៀតនោះរឿងជួយគេហ្នឹងហើយតែគេជួនកាលគេមិនសងអញ្ចឹងអាហ្នឹងមានអ្នកខ្លះគេថាកម្មអីចឹងណារាល់ពេលដែលយើងជួយគេហ្នឹងយើងជពាក់កម្មគេវាមិនចាំបាច់តលជាពាក់ទេដោយពុទ្ធចឹងទៅដើរប្រោសសัตว์លោកព្រះអង្គមិនដែលជាពាក់ពីណាមរៀលទេប៉ុន្តែដោយបតីករុណាហ្នឹងហើយជួយគេហ្នឹងក៏មិនប្រកាសថាវាសុទ្ធតែបានផលល្អដោយយើងសន្សំទេពីព្រោះយើងជួយយើងអត់ជួយអរិយបុគ្គលហ្នឹងយើងជួយបឋមជនហ្នឹងហើយបឋមជនហ្នឹងឯណាចេះតែគិតល្អដាក់យើងរហូតមែនទេហ្នឹងហើយអញ្ចឹង
វាសិក្សាឲ្យដឹងកម្រិតមនុស្សទៅវាលែង complain លែងត្អូញថាអញជួយវាអសោះណាវាវត្តកតុយដាក់អញអញ្ចឹងដល់ពេលយើងទៅមើលក្នុងបុគ្គលហ្នឹងអរិយបុគ្គលឬក៏បុថុជនហ្នឹងគឺវាច្រើនដោយកិលេសថាចឹងហ្នឹងហើយអញ្ចឹងវាសំខាន់យល់ច្បាស់ថាបើទោះជាគេរមិលគុណក៏ដោយអាសេចក្តីល្អរបស់យើងវាអត់បាត់នេះអាហ្នឹងដែលសំខាន់ដែលត្រូវដឹងណាសេចក្តីល្អរបស់យើងហ្នឹងវាមិនមែនបាត់ព្រោះតែគេរមិលគុណទេច្បាស់ទៅហ្នឹងតែយើងឡើងខូចចិត្តអញ្ចឹងហ្នឹងហើយដូចព្រះបរមគ្រូដែលព្រះអង្គជួយសត្វលោកដ៏ច្រើនហ្នឹងព្រះអង្គមានដែលត្រូវការតបស្នងពីសត្វលោកផងចង់ណែឯងថ្វាយអង្គមមិនថ្វាយអង្គមអត់បញ្ហាសោះជាមួយសត្វលោកហ្នឹងពីព្រោះព្រះអង្គបានធ្វើនៅទីពឹងខ្លួនឯងហើយសំខាន់តែមានទីពឹងខ្លួនឯងហើយវាអត់ចាំបាច់ត្រូវការនរណាមកធ្វើអីឲ្យយើងទៀតទេហ្នឹងចឹងដូចការយកធម៌ទៅចែកអីចឹងខ្ញុំក៏យកលំអានព្រះអង្គចឹងដែរខ្ញុំទៅនិយាយប្រាប់តអ្នកស្ដាប់ខ្ញុំមានទៅនិយាយប្រាប់អ្នកជេរណាចង់ជេរទៅប៉ុន្តែបើជប់ជេរឲ្យមកស្ដាប់និយាយប្រាប់ទៀតអញ្ចឹងមិនមែនប្រកាន់ទេពីមុនជេរអញសោះអញខ្ជិលនិយាយប្រាប់អត់ពីមុនជេរក៏ដោយហើយទៅជប់ជេរចង់ស្ដាប់ប្រាប់ទៀតចង់រៀនធម៌ព្រៀនទៀតព្រោះកាលជេរអកុសលកើតហើយដល់ពេលចង់រៀនកុសលវាកើតវាមានស្អីវាមិនអញ្ចឹងហ្នឹងហើយដូចព្រះអង្គទៅប្រោសអកោសកៈព្រាមមកទៅដល់មិនជេរព្រះអង្គ500គាថាហ្នឹងកំពុងជេរព្រះអង្គអត់និយាយធម៌ទេជេរសិនទៅជេរអស់ទៅជេរអស់ទៅដល់ជេរតរហត់ព្រះអង្គសួរទៅឲ្យព្រាមឯងកាចហ្មងដែលមានណាទៅលេងផ្ទះដែរថៃមានអីចុះបើមានគេទៅលេងផ្ទះដែលមានដាក់ម្ហូបអាហារផ្លែឈើឲ្យគេដែរថៃមិនដាក់អីចុះបើភ្ញៀវគេថាខ្ញុំហូបឆ្អែតហើយតឹងពោះងាងអត់ហូបអីទៀតកើតផងព្រាមឯងយកផ្លែឈើទៅណាទុកហូបខ្លួនឯងហ្នឹងហើយព្រាមឯងជេរតថាគតដូចចង់ឲ្យអាពាកជេរចូលមកក្នុងតថាគតប៉ុន្តែតថាគតវាអត់មានចន្លោះណាដើម្បីទទួលផងចិត្តតថាគតនឹងវាឆ្អែតដោយបេតិឆ្អែតដោយសេចក្តីល្អអស់ហើយវាពេញធ្វើមកល្អហ្នឹងវាចន្លោះណាដើម្បីចូលទៀតផងពាក្យហ្នឹងវាវិលទៅរត់តែព្រាមឯងនោះឃើញទេចាំទៅហីសមណៈគោដំចេះឌឺចេះឌឺទៀតហ្នឹងបានព្រះអង្គបញ្យល់ថាឌឺព្រាមហ្នឹងបានប្រយោជន៍អីបើព្រាមហ្នឹងឈឺចាប់ស្រាច់ទៅហើយនោះណាហ្នឹងហើយចថាគតទៅចាប់យកសេចក្តីឈឺចាប់យកមកធ្វើអីទៅនិយាយយូរទៅឃើញតែព្រះអង្គតិចដូចទឹកអញ្ចឹងឃើញតែហត់តែខ្លួនឯងមកចង់ដឹងឲ្យព្រះអង្គធ្វើចិត្តល្មិចបានអញ្ចឹងស្ដាប់ម្ដងជ្រះខ្លះបួសសម្រាប់ព្រះរហន្តបាត់ឃើញទេអស្ចារ្យរបស់ពុទ្ធហ្នឹងត្រង់អញ្ចឹងយើងគ្រប់គ្នាឧទាហរណ៍ពីណាធ្លាប់ធ្វើអាក្រក់ដាក់យើងអីចង់មកកែខ្លួននេះពិបាកអនុគ្រោះឲ្យទៀតណាមានពេលខ្លះប៉ុន្តែព្រះអង្គអត់ទេហ្នឹងហើយបើកំពុងអកុសលកើតអញ្ចឹងព្រះអង្គយ៉ាងច្រើនព្រះអង្គទៅស្ងៀមប៉ុណ្ណឹងឯងទៅធ្វើបាបអីព្រះអង្គអត់ទេរងចាំតែសេចក្តីអាក្រក់ហ្នឹងវាស្ងប់ទៅបើកើតកុសលមកចង់ស្ដាប់និយាយប្រាប់ទៀតអស្ចារ្យហ្នឹងហើយយើងទៅធ្លាប់ជួយឲ្យធ្វើអីកតេកតើដាក់អីទៅថ្ងៃក្រោយធ្លាក់ខ្លួន100ទៀតកុំមកណែបើទៅជួយច្រើនអញ្ចឹងណាព្រះអង្គអត់ទេហ្នឹងហើយអញ្ចឹងបានទៅជាពុទ្ធកើតហ្នឹងណាវាមិនងាយបុគ្គលទៅជាពុទ្ធកើតព្រោះធ្វើអាកន្លែងហ្នឹងមិនងាយកើតអាចធ្វើល្អដែរប៉ុន្តែបានតែល្អសម្រាប់នរណាធ្វើស្របចិត្តយើងណាហ្នឹងណាដូចអ្នកខ្លះគាត់អួតអញ្ចឹងណាធ្វើស្រួលបើធ្វើត្រឹមត្រូវខ្ញុំឲ្យអស់ហើយតែអញ្ចឹងណាអស់ហើយតែធ្វើមិនស្រួលឲ្យស៊ីចង់ខ្វេះយកមកវិញណាតែពុទ្ធជនច្រើនអញ្ចឹងសອບដល់ឈ្មោះគេប៉ុន្តែដល់ពេលយើងសិក្សាពីគុណព្រះអង្គបានយើងកាន់តែជ្រះថ្លាព្រះអង្គគឺវាអត់ប្រកាន់សត្វលោកណាសត្វលោកធ្វើល្មិចឃើញដូចកូនតូចអញ្ចឹងឧទាហរណ៍ដូចខ្ញុំមើលសុជាតិអញ្ចឹងណាប៉ុណ្ណឹងទោះបីយប់អីព្រឹកមិញអីខ្ញុំមិនក្រោកអីយកដៃមកទះកំភ្លៀងខ្ញុំអីអញ្ចឹងណាតែអញ្ចឹងយើងបើញាក់ឡើងសើចជាមួយអញ្ចឹងទៅណាខ្ញុំនឹកឃើញភ្លាមគិតទៅបតីព្រះអង្គដែលព្រះអង្គប្រាប់ថាឲ្យចម្រើនមេត្តាចំពោះសពសត្វឲ្យដូចជាកូនតែមួយហ្នឹងយល់ច្បាស់ថាមកទះកំភ្លៀងនេះខ្ញុំដាក់កូនទៀតណាឃើញទេហ្នឹងហើយតែយើងជាអាខឹងគេហ្នឹងមកវាមិនដែលគិតថាដូចកូនហ្នឹងហ្នឹងហើយវាចិត្តតែខឹងហើយជាអ៊ូតខ្លួនឯងគ្រាន់បើហើយរាយរាប់ទោសកំហុសចេះចុះអត់ទេមែនតែនទៅវាមិនគួរថាសត្វលោកណាឲ្យយើងប្រកាន់មែនហើយរឿងដែលថាយើងទៅជួយគេវាជាពាក់កម្មធៀបជាមនុស្សល្អទោះមិនជាពាក់ស្អីក៏ដោយតែឃើញមនុស្សមានទុក្ខគឺតែងតែចង់ជួយតែចឹងអានោះធៀបជាមនុស្សល្អណាហើយបើកុសលធម៌វាអត់កើតទេ
ទោះណាឯងស្លាប់មុខក៏អត់ជួយដែរហ្នឹងចឹងដែរហ្នឹងប៉ុន្តែអាបញ្ហារបស់យើងហ្នឹងវាចេះតែលើកថារឿងគេមិនដឹងគុណនេះចេះខូចចិត្តក្រោយណាហ្នឹងជាបញ្ហារបស់យើងហ្នឹងហើយរឿងគេមិនដឹងគុណជាបញ្ហារបស់គេរឿងយើងខឹងមិនបានគេដឹងគុណជាបញ្ហារបស់យើងឃើញអត់ឃើញខុសគ្នាហ្នឹងហើយយើងចង់ជួយជារឿងរបស់យើងហើយដល់ជួយឲ្យគេមិនដឹងគុណជារឿងរបស់គេហើយដល់គេមិនដឹងគុណយើងខឹងជារឿងរបស់យើង របស់យើង នៅវាមានអីពាក់ព័ន្ធគ្នាហ្នឹងហើយចឹងបានព្រះអង្គឲ្យយើងកាត់ខ្សែតែយើងអត់កាត់ខ្សែទេវានៅតែជាប់គ្នាវ័នគ្នាចឹងដូចចិត្តកាបដីគាត់បញ្យល់ពីអាយតនៈណាគោសនិងគោខ្មៅលោកថាគោសមិនមែនជាប់ជាមួយគោខ្មៅគោខ្មៅមិនមែនជាប់ជាមួយគោសប៉ុន្តែដើរទៅវាចិត្តតែវ័នតាណាពីគ្នាមិនរួចដោយសារខ្សែចងជាប់គ្នាចឹងបដិបទានកាត់តែខ្សែទេកាត់ខ្សែបានយើងដើរទៅស្រឡះដូចជាមួយមនុស្សដែលយើងជួយនឹងក៏ដោយអត់មានជាពាក្យវគ្គបិណ្ឌចង់បានគុណស្រីអីមកវិញសូម្បីតែពាក្យអរគុណអីក៏ដោយអានឹងយើងដើរលឿនតែបើសិនជាយើងនៅតែណាអញធ្លាប់ជួយវាមិនដែរអរគុណអញមិនសោះមានន័យថាខ្សែយើងនោះអត់ព្រមកាត់ទេហើយនៅជាប់ជាមួយនៅក្នុងឯងចឹងណាណាគឺថានឹងផុកទេឡាជាផុក ហ្នឹងចឹង